ចាអនុញ្ញាតឲ្យរួមមានខ្ញុំនីផៃលីនជាអ្នកសម្របសម្រួលនៃកម្មវិធីច្បាប់ដើម្បីទាំងអស់គ្នាសូមគោរពជំរាបសួរទៅកាន់ទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់កម្មវិធីច្បាប់ដើម្បីទាំងអស់គ្នានាងខ្ញុំមានកិត្តិយសសូមជម្រាបជូនថាកម្មវិធីនេះគឺរៀបចំឡើងដោយមានការសហការគ្នារវាងក្រុមមេធាវី SDI អន្តរជាតិនិងកម្មវិធីខ្ញុំស្វែងយល់ពីច្បាប់ដោយធ្វើឡើងនៅក្នុងគោលបំណងចែករំលែកនូវចំណេះដឹងបទពិសោធន៍និងការស្វែងយល់អំពីទស្សនវិជ្ជាច្បាប់នានាក្នុងការលើកកម្ពស់ការយល់ដឹងរបស់យើងទាំងអស់គ្នាហើយថ្ងៃនេះផងដែរកម្មវិធីយើងខ្ញុំនឹងធ្វើការពិភាក្សាទៅលើប្រធានបទមួយស្ដីអំពីសិទ្ធិជួលអចិន្ត្រៃយ៍ដែលនៅក្នុងវគ្គទី1នេះយើងនឹងបកស្រាយទៅលើសំណួរចំនួន3ដោយមានវត្តមានរបស់លោកថាន់ចាន់បូរីដែលជាប្រធានក្រុមស្រាវជ្រាវច្បាប់នៃក្រុមមេធាវី SDI អន្តរជាតិសហការជាមួយកម្មវិធីខ្ញុំស្វែងយល់ពីច្បាប់សម្រាប់ធ្វើការបកស្រាយទៅលើប្រធានបទមួយនេះដូច្នេះយើងនឹងធ្វើការជួបជាមួយនឹងវាគ្មិនរបស់យើងដូចតទៅចា៎ជម្រាបសួរលោកបូរីបាទជំរាបសួរកញ្ញាផៃលីនហើយក៏សូមអនុញ្ញាតគោរពជំរាបសួរទៅដល់ទស្សនិកជននិងប្រិយមិត្តទាំងអស់ផងដែរចាអរគុណច្រើនលោកបូរីឥឡូវនេះនាងខ្ញុំនឹងធ្វើការសួរសំណួរទី1ទៅកាន់លោកតែម្ដងដែលសំណួរទី1នោះគឺតើអ្វីជាសិទ្ធិជួលអចិន្ត្រៃយ៍សិទ្ធិជួលអចិន្ត្រៃយ៍គឺសំដៅទៅដល់សិទ្ធិជួលអចលនវត្ថុរយៈពេលវែងគឺចាប់ពី15ឆ្នាំឡើងទៅតែមិនឲ្យលើសពី50ឆ្នាំទេនៅពេលផុតរយៈពេល50ឆ្នាំគូភាគីនៃកិច្ចសន្យាជួលអចិន្ត្រៃយ៍អាចធ្វើការបន្តកិច្ចសន្យាសារជាថ្មីម្ដងទៀតបានតែមិនឲ្យលើសពី50ឆ្នាំដែរសិទ្ធិជួលអចិន្ត្រៃយ៍ច្បាប់បានកំណត់ថាត្រូវតែធ្វើឡើងជាទម្រង់លិលាអក្សរទើបមានអត្ថភាពផ្អែកតាមបញ្ញត្តិនៃមាត្រា245នៃក្រមរដ្ឋប្បវេណីផ្ទុយទៅវិញប្រសិនបើគូភាគីគាត់ធ្វើកិច្ចសន្យាជួលអចិន្ត្រៃយ៍នេះដោយផ្ទាល់មាត់គឺច្បាប់មិនចាត់ទុកថាវាជាកិច្ចសន្យាជួលអចិន្ត្រៃយ៍នោះទេច្បាប់បានចាត់ទុកថាវាត្រឹមតែជាភតិសន្យាជួលដែលពុំមានកំណត់អំឡុងពេលតែប៉ុណ្ណោះឬយើងហៅថាជាកិច្ចសន្យាជួលអចលនវត្ថុធម្មតាក្នុងករណីនេះគូភាគីតែមួយខាងនៃកិច្ចសន្យានេះអាចបញ្ឈប់កិច្ចសន្យានេះបាននៅពេលណាមួយក៏បានដែរយោងទៅតាមស្មារតីនៃមាត្រា615នៃក្រមរដ្ឋប្បវេណីចាអរគុណច្រើនលោកបរិយចំពោះចម្លើយយ៉ាងមានអត្ថន័យសម្រាប់សំណួរទី1នេះឥឡូវយើងចូលមកដល់សំណួរទី2របស់យើងវិញតែម្ដងថាតើសារៈសំខាន់និងអត្ថប្រយោជន៍នៃសិទ្ធិជួលអចិន្ត្រៃយ៍រួមមានអ្វីខ្លះបាទអរគុណសិទ្ធិជួលអចិន្ត្រៃយ៍ផ្ដល់សារៈប្រយោជន៍មិនត្រឹមតែគូភាគីទេតែក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៅដល់សង្គមយើងផងដែរអត្ថប្រយោជន៍ចំពោះសង្គមសេដ្ឋកិច្ចកម្ពុជាគឺថាទស្សនវិជ្ជានៃសិទ្ធិជួលអចិន្ត្រៃយ៍នេះបានផ្ដល់លទ្ធភាពដល់អ្នកវិនិយោគឬក៏អ្នកធ្វើធុរកិច្ចដែលពុំមានលទ្ធភាពទិញដីដែលមានតម្លៃថ្លៃនោះសម្រាប់ការសាងសង់អគារពាណិជ្ជកម្មរបស់ពួកគាត់ហ្នឹងគឺគាត់អាចប្រើប្រាស់នៅទស្សនវិជ្ជាច្បាប់នៃសិទ្ធិជួលអចិន្ត្រៃយ៍នេះបានគាត់មានន័យថាគាត់អាចជួលដីធ្លីឬក៏អគារណាមួយនោះសម្រាប់ធ្វើការវិនិយោគឬធ្វើការសាងសង់គម្រោងរបស់គាត់បាននេះជាអត្ថប្រយោជន៍ដែលបានផ្ដល់ទៅដល់សង្គមសេដ្ឋកិច្ចកម្ពុជាទី2អត្ថប្រយោជន៍នៃសិទ្ធិជួលអចិន្ត្រៃយ៍នេះគឺបានផ្ដល់ទៅដល់គូភាគីនៃកិច្ចសន្យាដូចខាងក្រោមសិទ្ធិជួលអចិន្ត្រៃយ៍ផ្ដល់ឲ្យអ្នកជួលអចិន្ត្រៃយ៍អាចប្រើប្រាស់អាស្រ័យផលលើអចលនវត្ថុនោះក្នុងរយៈពេលវែងបានដែលមានការធានាតាមច្បាប់អ្នកជួលអចិន្ត្រៃយ៍អាចយកសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួនហ្នឹងទៅដាក់ជាប្រាតិភោគក្នុងទម្រង់ជាហ៊ីប៉ូតេកបានជាដើមបាទអ្នកជួលអចិន្ត្រៃយ៍អាចធ្វើការផ្ទេរសិទ្ធិជួលឬក៏ជួលបន្តសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួនហ្នឹងដោយពុំចាំបាច់មានការយល់ព្រមពីអ្នកឲ្យជួលអចិន្ត្រៃយ៍នោះឡើយហើយអ្នកជួលអចិន្ត្រៃយ៍អាចយកសិទ្ធិជួលរបស់គាត់នឹងទៅធ្វើជាកម្មវត្ថុនៃលទ្ធកម្មសំទោសនៃសន្តតិកម្មបានផងដែរនិងចំណុចមួយទៀតគូភាគីនៃកិច្ចសន្យាជួលអចិន្ត្រៃយ៍គាត់អាចទាមទារទៅតុលាការដើម្បីបញ្ចុះឬក៏ដំឡើងថ្លៃឈ្នួលប្រសិនបើគូភាគីនៃកិច្ចសន្យានឹងមិនអាចព្រមព្រៀងគ្នាបានលើតម្លៃនោះផ្អែកទៅតាមស្ថានភាពប្រែប្រួលណាមួយបាទ
ដែលមានចែងក្នុងមាត្រា246នៃក្រមរដ្ឋពេលនេះនិងនៅពេលដែលបញ្ចប់កិច្ចសន្យាជួលអចិន្ត្រៃយ៍គូភាគីទទួលបានអត្ថប្រយោជន៍រៀងៗខ្លួនដូចខាងក្រោមអ្នកឲ្យជួលអចិន្ត្រៃយ៍គាត់មិនអាចទាមទារឲ្យអ្នកជួលអចិន្ត្រៃយ៍នេះធ្វើបដិទានចំពោះអចលនវត្ថុជួលនោះវិញបានឡើយឬធ្វើតម្រូវឲ្យអ្នកជួលនោះធ្វើឲ្យដូចទៅនឹងស្ថានភាពដើមមុនពេលជួលនោះទេលើកលែងតែករណីដែលអ្នកជួលអចិន្ត្រៃយ៍នោះគាត់បានបំផ្លាញអចលនវត្ថុជួលនោះឬក៏បានបំផ្លែងជាសារវ័ននៅលក្ខណៈនៃអចលនវត្ថុជួលនោះឧទាហរណ៍ដូចជាគាត់បានធ្វើឲ្យខូចខាតទៅដល់តួនៃអគារឬក៏ផ្នែកសំខាន់ណាមួយនៃអគារឬក៏ដីដែលជាកម្មវត្ថុជួលនោះអ្នកជួលអចិន្ត្រៃយ៍ត្រូវស្ដារអគារនោះឡើងវិញឬក៏ធ្វើជួសជុលឬក៏ស្ដារដីនោះឡើងវិញដែលមានបញ្ញត្តិក្នុងមាត្រា254នៃក្រមរដ្ឋពេលនេះមួយវិញទៀតចំពោះសំណង់ឬក៏ការកែលម្អទាំងឡាយណាដែលបានធ្វើឡើងអ្នកជួលអចិន្ត្រៃយ៍គាត់បានសាងសង់ឬក៏គាត់បានកែលម្អត្រូវបានคล้ายទៅជាកម្មសិទ្ធិរបស់អ្នកឲ្យជួលអចិន្ត្រៃយ៍ប៉ុន្តែមានករណីលើកលែងគូភាគីនៃសិទ្ធិជួលអចិន្ត្រៃយ៍គាត់អាចចែងនៅខពិសេសណាមួយដែលបានកំណត់ផ្សេងពីនេះក្នុងករណីនេះការកិច្ចសន្យាពិសេសបែបនេះត្រូវតែយកទៅចុះបញ្ជីទើបអាចធ្វើការតតាំងជាមួយនឹងតតិជនបានចា៎អរគុណច្រើនសម្រាប់ចម្លើយយ៉ាងក្បោះក្បាយនៅសំណួរទី2នេះហើយឥឡូវយើងចូលមកដល់សំណួរទី3ដែលជាសំណួរចុងក្រោយនៃវគ្គទី1របស់យើងថាតើសិទ្ធិជួលអចិន្ត្រៃយ៍មានលក្ខខណ្ឌតតាំងយ៉ាងដូចម្តេចខ្លះបាទអរគុណកញ្ញាប៉ូលីនសម្រាប់សំណួរទី3នេះគឺថាលក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចិន្ត្រៃយ៍គឺជាការចុះបញ្ជីដែលធ្វើឡើងនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីដោយអ្នកជួលអចិន្ត្រៃយ៍នៅពេលដែលចុះបញ្ជីហើយគាត់អាចតតាំងទៅនឹងតតិជនបានឬក៏អនុទានិកនៃកម្មសិទ្ធិដីនឹងបានដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្ត្រៃយ៍ទោះបីជាសិទ្ធិជួលកម្មសិទ្ធិលើដីនោះត្រូវបានធ្វើអនុទានក៏ដោយយោងទៅតាមបញ្ញត្តិនៃមាត្រា246កថាខណ្ឌ1និងកថាខណ្ឌ2ក៏ប៉ុន្តែនៅក្នុងករណីដែលកិច្ចសន្យាជួលអចិន្ត្រៃយ៍មិនបានចុះបញ្ជីមានន័យថាគូភាគីខកខានមិនបានចុះបញ្ជីលក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចិន្ត្រៃយ៍នេះគឺវាមានកើតឡើងដូចគ្នាទៅនឹងលក្ខខណ្ឌតតាំងនៃភតិសន្យាអចលនវត្ថុគឺកើតឡើងតាមរយៈការកាន់កាប់ការប្រើប្រាស់និងការអាស្រ័យផលជាបន្តនៅអចលនវត្ថុជួលនោះចំណុចនេះមានចែងនៅក្នុងបញ្ញត្តិនៃមាត្រា598អំពីលក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចលនវត្ថុអរគុណច្រើនលោកបូរីសម្រាប់ការបកស្រាយនៅសំណួរពាក់ព័ន្ធជាមួយនឹងសិទ្ធិជួលអចិន្ត្រៃយ៍គួរបញ្ជាក់ផងដែរថាដោយសារតែពេលវេលារបស់យើងមានកំណត់ហើយដូច្នេះហើយយើងនឹងធ្វើការបកស្រាយបន្តអំពីសិទ្ធិជួលអចិន្ត្រៃយ៍នេះនៅវគ្គក្រោយបន្តទៀតសូមគោរពអរគុណនិងសូមជម្រាបលា